ប្រសិនបើអ្នករៀនជាមួយ Learn English with ក្តាប់អ្នកនឹងត្រៀមខ្លួនបានល្អជាងមុនសម្រាប់ការប្រឡងបាក់ឌុបសំណួរទី13 If you study with Learn English with ក្តាប់ you plan better prepared for the baccalaureate exam ចម្លើយ A ចម្លើយ B were ចម្លើយ C will be ចម្លើយ D would be ចម្លើយត្រឹមត្រូវគឺ C will be តើមូលហេតុអ្វីបាន will be ជាចម្លើយត្រឹមត្រូវប្រយោគនេះជា first conditional ដែលប្រើសម្រាប់និយាយអំពីលទ្ធផលដែលអាចកើតឡើងនាពេលអនាគតប្រសិនបើលក្ខខណ្ឌត្រូវបានបំពេញតាមរចនាសម្ព័ន្ធគឺ if បូកជាមួយនឹង present simple subject បូកជាមួយនឹង will បូកជាមួយនឹង verb ប៉ុន្តែនៅក្នុងសំណួរនេះយើងប្រើ will be ព្រោះ be ជាកិរិយាសព្ទដែលភ្ជាប់ទៅនឹងគុណនាម better prepared ដូច្នេះ if you study គឺជា present simple you will be better prepared គឺជា future simple មូលហេតុនេះហើយបានជាចម្លើយ C will be គឺត្រឹមត្រូវចុះជំរុះផ្សេងវិញហេតុអ្វីខុសចម្លើយ A មិនត្រូវទេព្រោះ main clause នៃ first conditional ត្រូវប្រើ will ចម្លើយ B were ជា past simple ដែលប្រើក្នុង second conditional ចម្លើយ D would be ក៏ប្រើសម្រាប់ second conditional ដែរមិនសមនឹងប្រយោគនេះទេអ្វីដែលត្រូវចងចាំឲ្យបានហើយវាគឺជារឿងសំខាន់គឺរូបមន្ត if បូកជាមួយនឹង present simple subject បូកជាមួយនឹង will បូកជាមួយនឹង verb 1ឬក៏ will be